នទាំងអស់គ្នាកុំខំប្រឹងធ្វើការរកស៊ីរហូតដល់ភ្លេចផឹកទឹកការដែលយើងញ៉ាំទឹកអត់គ្រប់ឬក៏ញ៉ាំទឹកបានតិចហ្នឹងក៏ជាមូលហេតុចម្បងដែលធ្វើឲ្យតម្រងនោមបងប្អូននឹងមានបញ្ហាខូចនៅថ្ងៃខាងមុខដែរបើបងប្អូនទាំងអស់គ្នាស្រឡាញ់តម្រងនោមស្រឡាញ់សុខភាពព្យាយាមញ៉ាំទឹកឲ្យគ្រប់ហើយធ្វើសកម្មភាពកុំព្យាយាមនៅមួយកន្លែងយូរពេកក៏វាជាមូលហេតុដែលធ្វើឲ្យប៉ះពាល់ទៅដល់តម្រងនោមបងប្អូនដូចគ្នាបងប្អូនទាំងអស់គ្នាត្រូវចាំថាទ្រព្យសម្បត្តិទី1ដែលមានតម្លៃបំផុតសម្រាប់មនុស្សគ្រប់រូបនៅលើសកលលោកគឺទ្រព្យទៅនឹងសុខភាពល្អនឹងឯងពេលណាដែលបងប្អូនមានសុខភាពល្អហើយទ្រព្យសម្បត្តិបន្ទាប់ពីសុខភាពគឺតកតងជាមួយនឹងលុយស្ដែងដូចជាម្ចាស់ទូរស័ព្ទ iPhone គឺលោក Steve Jobs គឺជាបុគ្គលដើមគំរូម្នាក់ដែលគាត់មានការប្រឹងប្រែងនៅក្នុងការរកស៊ីហើយគាត់មានការផ្ទាំងផ្ទាត់ទៅលើសុខភាពគាត់គឺជាមហាសេដ្ឋីមួយរូបដែលបានបាត់បង់ជីវិតនៅអាយុ56ឆ្នាំដោយជំងឺមហារីកសួតហើយមានពាក្យមួយដែលមានអត្ថន័យសម្រាប់មនុស្សយើងមែនតើដែលគាត់បានប្រែប្រាំថាមនុស្សយើងបើសិនជាយើងមានលុយមានទ្រព្យសម្បត្តិច្រើនយើងអាចជួលអ្នកដទៃឲ្យធ្វើនេះធ្វើនោះក៏បានតែយើងមិនអាចជួលអ្នកដទៃឲ្យគេងក្រែពេទ្យជំនួសយើងឬក៏ឈឺជំនួសយើងបាននោះទេសម្រាប់បងប្អូនទាំងគ្នាដែលកំពុងតែមើលវីដេអូនេះមានបងប្អូនប្រហែលអ្នកដែលធ្លាប់មានបទពិសោធន៍ជីវិតជួបក្រុមគ្រួសារឬមួយក៏ខ្លួនឯងផ្ទាល់នឹងចំណាយលុយអស់ច្រើនមែនតើទៅលើសុខភាពទៅលើការព្យាបាលហ្នឹងអាចខមមិននៅក្នុងវីដេអូនេះម្នាក់មួយបានដែលជាការចូលរួមមួយជួយក្រើនរំលឹកដល់បងប្អូនទាំងគ្នាឲ្យចេះស្រឡាញ់ឲ្យចេះថែទាំសុខភាពតនៅរាងកាយយើងដែលអាចញ៉ាំបានដើរបានគេងបាននេះហ្នឹងព្យាយាមថែរាល់ថ្ងៃបងប្អូនទាំងគ្នាកុំឲ្យដល់ពេលមួយដែលយើងត្រូវចាយលុយច្រើនហើយមិនអាចបកក្រោយវិញបាន